បាទជំរាបសួរដល់សិស្សានុសិស្សទាំងអស់ជាទីគោរពនិងជាទីមេត្រីឥឡូវនេះគឺយើងចូលមកសិក្សាមេរៀនយើងជាបន្តទាក់ទងជាមួយនឹងតម្រាលេខអត្តផងដែរតែមុននឹងចាប់ផ្ដើមខ្ញុំបាទចង់បង្ហាញអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការទំនាយផ្ទាល់ខ្លួនទាក់ទងអតីតបច្ចុប្បន្ននិងអនាគតឲ្យលោកអ្នកអាចទំនាក់ទំនងតាមប្រព័ន្ធ Facebook ឬទាក់ទងជាមួយនឹងការសិក្សាហោរាសាស្ត្រមានដូចជាចាក់រិស័យឬលេខអត្តជាដើមអ្នកនរគ្នាអាចទំនាក់ទំនងបានតាមរយៈទំព័រ Facebook ចឹងនៅក្នុងមេរៀនកន្លងមកដោយខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងតម្រាលេខអត្តនឹងការទូទីវាមានច្រើនរូបបែបសន្តានខុសគ្នាទៅតាមគ្រូនីមួយៗឬក៏តំបន់នីមួយៗជាទូទៅទាក់ទងជាមួយនឹងហោរាសាស្ត្រខ្មែរយើងទាក់ទងជាមួយនឹងតម្រាលេខអត្តភាគច្រើនគឺយើងទីត្រឹម5ឋានអត់មាន9ឋានទេកាលពីមុនចឹងចូល19ឋានវាអាចទាក់ទងជាមួយនឹងការនាំចូលនៃតម្រាហោរាសាស្ត្រផ្សេងៗតាមការសិក្សាស្រាវជ្រាវរបស់គ្រូនីមួយៗចឹងទាក់ទងជាមួយនឹងតម្រា5ឋានតម្រង7ឋានឬបែបខ្មែរយ៉ាងម៉េចខ្ញុំអត់បានបង្ហាញអ្នកទាំងអស់គ្នាទេនៅក្នុងមេរៀននេះខ្ញុំគ្រាន់តែបង្ហាញអ្នកនរគ្នាលើកបញ្ហាត្រួសទាក់ទងជាមួយនឹងអ្វីដែលយើងបង្ហាញទាក់ទងជាមួយនឹងការទំនាយតាមលក្ខណៈរបស់ភពនីមួយៗនៅក្នុងលេខអត្តចឹងអ្នកនរគ្នាត្រូវចាំថាការទូទីលេខអត្តវាអាចមាន21ភពសំខាន់នៅក្នុងលេខអត្តរួមមានកម្លាំងព្រះគ្រួរួមមានតំណែងកាយគូមិត្តគូសត្រូវជាដើមហើយភាគច្រើនក៏មានអាចទូទីជាមួយនឹងជាតម្រារឿងរាមកេរ្តិ៍ចឹងបើសិនថាគេចាត់ហៅថាអត្តរឿងរាមកេរ្តិ៍គេគ្រាន់តែយករឿងរាមកេរ្តិ៍ហ្នឹងមកបញ្ចូលបន្ថែមអត្ថន័យដើម្បីឲ្យតម្រាលេខអត្តហ្នឹងមានភាពក្បោះក្បាយប៉ុន្តែជាទូទៅដែលគេនិយមទាយហើយមានលក្ខណៈល្អប្រសើរភាគច្រើនគេចាំគប់ជាមួយនឹងតក្សាឬក៏បន្ថែមមានមហាភូតជាដើមពីព្រោះវាធ្វើឲ្យការទូទាយនៅក្នុងតម្រាលេខអត្តនឹងមានភាពប្រសើរហើយមានភាពត្រឹមត្រូវងាយស្រួលនឹងការចំណាំថែមទៀតផងអញ្ចឹងតើតងជាមួយនឹងការសិក្សាតម្រាលេខអត្តនឹងខ្ញុំចង់បង្ហាញឲ្យអ្នកនរគ្នានឹងឲ្យបានយល់ពីការសិក្សានីមួយៗតើតងទៅនឹងតម្រាលេខអត្តចឹងចំណុចសំខាន់ដូចខ្ញុំបាននិយាយចឹងតកតងជាមួយនឹង21ភពកម្លាំងព្រះគ្រួឬដែលយើងហៅថាឋានកម្លាំងព្រះគ្រួឬឋានបូកណាហើយបន្តមកទៀតវាអាចមានកម្លាំងសម្ព័ន្ធរបស់វានឹងដូចជាមានគូមិត្តឬក៏គូសត្រូវគូកម្លាំងអីជាដើមចឹងពីចឹងយើងហៅថាគូកម្លាំងដែលភាសាខ្លះគេហៅថាគូសមភពណាឥឡូវយើងចូលមកដល់លក្ខណៈដួងជតាមានទ្រព្យអានេះគាត់ជាលើកហេតុផលមួយដែលយើងចំណាំថាយើងធ្វើយ៉ាងម៉េចដើម្បីដឹងថានៅក្នុងដួងជតាហ្នឹងបង្ហាញតកតងជាមួយនឹងទ្រព្យសម្បត្តិថាដួងជតាហ្នឹងអាចមានទ្រព្យទៅអនាគតតិចឬក៏ច្រើនវាអាស្រ័យទៅនឹងការបង្ហាញនិងសម្ព័ន្ធផ្កាយព្រះគ្រោះនៅក្នុងដួងជតាហ្នឹងទៀតតែជាដំបូងគឺយើងត្រូវដឹងថាដួងជតាហ្នឹងអាចមានទ្រព្យទេមានទ្រព្យច្រើនឬក៏ទ្រព្យតិចសំខាន់ឲ្យដឹងថាមានទ្រព្យអញ្ចឹងការច្រើនឬតិចវាបញ្ជាក់ទៅតាមកាយឬក៏កម្លាំងសម្ព័ន្ធឬក៏អ្វីផ្សេងទៀតអញ្ចឹងទី1ដែលយើងដឹងថាឋានៈបើយើងប្រែមកវាតកតងរឿងទ្រព្យការរកទ្រព្យប្រាក់ចំណូលមានដូចជាលៀបឋានៈលៀបកដុំភៈទាំងអស់ហ្នឹងគឺសុទ្ធតែតកតងជាមួយនឹងទ្រព្យទាំងអស់គាត់ថាពេលខ្លះគេអាចបែងចែកថាអានេះទ្រព្យយ៉ាងនេះអានេះទ្រព្យយ៉ាងនោះជាទូទៅគឺយើងត្រូវមើលទាំង3ហ្នឹងទាំងឋានៈទាំងកដុំភៈទាំងលៀបព្រោះភពទាំងអស់ហ្នឹងវាតកតងទៅនឹងទ្រព្យអញ្ចឹងដូចថាឋានៈត្រូវកដុំភៈកម្មៈចឹងនៅទីនេះឋានៈត្រូវកដុំភៈត្រូវកម្មៈមិនត្រូវភពអាក្រក់លើឋានបូកមានឋានបូកអីខ្លះនៅក្នុងមេរៀននេះបានបង្ហាញហើយទៀតយើងមើលឋានៈត្រូវដុំភៈត្រូវលេភៈមិនត្រូវភពអាក្រក់លើឋានបូកអ្វីហើយចំណែកភោគាត្រូវបន្ទុត្រូវភពសុភៈមិនត្រូវភពអាក្រក់ដូចគ្នាលើឋានបូកអ្វីអញ្ចឹងនៅក្នុងចំណុចត្រួសត្រាសនៅក្នុងនេះគឺមាន5ចំណុច
ដែលយើងគួរស្វែងយល់និងគួរដឹងនៅក្នុងមេរៀននេះចឹងបើសិនជាអ្នកនរគ្នាចង់បានសិក្សាបែបលម្អិតហើយមានលក្ខណៈថាអាចទទួលយកបានទាក់ទងការទំនេរកុំភ្លេចទំនាក់ទំនងតាមប្រព័ន្ធ Facebook